សូមនមស្ការថ្វាយបង្គំនិងសូមសួរសុខទុក្ខដល់បងប្អូនខ្មែរគ្រប់ទិសទីតែនិយមតាមនៅវីដេអូ channel របស់ខ្ញុំបាទថ្ងៃនេះគឺខ្ញុំមានវត្តមានបាទនៅភូមិបកោយបាទស្រុកមកស្មាត់ខេត្តប្រទេសខ្មែរក្រមយើងបាទដើម្បីចែករំលែកក៏ដូចជាជូនដំណឹងនៅបានមកចុះខិតសមាវត្តតាគណាសាកលតលងបតបានបុណ្យគឺបានប្រឡប់ឡើងនៅថ្ងៃពី3-400 ខែមិញឆ្នាំរោងចក្រពុទ្ធសករាជ2568បាទត្រូវនៅថ្ងៃ14 15 16បាទខែកុម្ភៈឆ្នាំ2025បាទសូមបងប្អូនជ្រាបដំណឹងនេះបាទសូមបងប្អូនរួមឡើងបាទជួយរួមក្នុងកម្មវិធីបំចុះខសិមាវត្តតាគណាសាកលតលងបាទដើម្បីជួយរួមចំណែកកុសលបាទវត្តតាគណាសាកលបានកសាងវិហារបាទរោងប្រសិទ្ធភាពថ្មីឥឡូវនេះបានត្រៀមបាទប្រដាប់នៅបំចុះខសិមាបាទគឺថ្ងៃគៀបចិត្តមកដល់ហើយបាទហើយដូច្នេះហើយសូមជូនដំណឹងបងប្អូនខ្មែរគ្រប់ទិសទីបងប្អូនខ្មែរនៅឃ្លាំងពលាវទឹកខ្មៅបងប្អូនខ្មែរនៅគមួនសស្វាយតងបាទរោងដំរីបាទបងប្អូនខ្មែរទាំងអស់ដែលនៅភ្នំពេញបងប្អូនខ្មែរនៅបរទេសជាដើមសូមជម្រាបដំណឹងនេះបាទបងប្អូនមានសទ្ធាបងប្អូនលកាត់ពេលវេលាចូលរួមកុសលបាទជាមួយវត្តតាគណាសាកលតលងពិតជាអស្ចារ្យពិតមែនហើយបាទឥឡូវនេះសូមចូលរួមទស្សនាស្វែងយល់ខ្លះបាទវត្តតលងកំពុងតែត្រៀមរៀបចំនៅកន្លែងបាទទទួលបដិសន្តរៈលោកយាយលោកតាញាតិញោមពុទ្ធបរិស័ទបាទគ្រប់បរិយាចាត់ទទួលចូលរួមបាទមានពុទ្ធមណ្ឌលបាទមានកន្លែងតាំងពីពណ៌នៅមហាសាលបាទនឹងទទួលបទហាចំពោះលោកយាយលោកតានៅស្រុកឆ្ងាយចូលរួមអាស្រ័យសំណាក់នៅវត្តតាគណាសាកលបាទទូលងនេះបាទថាមានការរៀបចំការតុបតែងយ៉ាងណានោះសូមបងប្អូនចូលរួមទស្សនាជាមួយនឹងខ្ញុំដូចតទៅបងប្អូនកុំភ្លេចជួយចុច like follow ជាเพจម្នាក់មួយផងដើម្បីលើកទឹកចិត្តដល់ខ្ញុំអ្នក upload វីដេអូចែកជូនដល់បងប្អូនទស្សនាកំសាន្តនៅដំណឹងបាទគ្រប់ជំរាបសួរបងប្អូនគ្រប់ទិសទីបាទថ្ងៃនេះគឺឆ្លងទន្លេទៅធ្វើវីដេអូចែកជូនដល់បងប្អូនទស្សនាបាទជូនដំណឹងដល់បងប្អូនខ្មែរគ្រប់ទិសទីបាទវត្តតាគណាសាកលតលងបាទត្រៀមធ្វើបន្តចុះខិតសមាទៀតហើយបាទវត្តនៅក្បែរសមុទ្រទន្លេនេះបងប្អូនឃើញគឺកំពុងតែរត់ម៉ូតូឡើងទៅលើផាដើម្បីឆ្លងទៅវត្តតលងនឹងបងប្អូនបាទ ប
បាទទន្លេនេះគឺទន្លេដៃទន្លេរបស់ទន្លេបាសាក់បងប្អូនបាទនៅបាទជាប់នឹងសមុទ្រហើយបងប្អូនបាទគឺប៉ុតពីទន្លេនេះគឺជាប់នឹងឆ្នេរសមុទ្របាទសមុទ្រត្រៃកើតបាទហើយបងប្អូនឃើញគឺផាដែលនាំភ្ញៀវឆ្លងកាប់ទៅមកគឺបាទគឺធ្វើការរហូតបងប្អូនបាទពីព្រោះថានៅខាងត្រើយខាងនោះគឺមានបងប្អូនគាត់អ្នករស់នៅច្រើននេះហើយផាដែលដឹកបងប្អូនអ្នកដែលឆ្លងផានេះគឺច្រើនហេតុដូច្នេះហើយគឺត្រូវតែដំណើរការរហូតបាទជាពិសេសគឺមានវត្តមួយដែលហៅថាវត្តតាគិណាសាគរតលូងបាទវត្តដែលកំពុងតែត្រៀមដូចជាខ្ញុំជួនដំណឹងខាងដើមគឺធ្វើបំចុកអសីមាបាទដល់ពេលចាប់នេះហើយបាទសូមបងប្អូនចូលរួមទស្សនាស្វែងយល់ទាំងអស់គ្នាបាទអំពីវត្តដែលនៅក្បែរទន្លេសមុទ្រគឺវត្តតលូងនេះឯងបាទហើយដូច្នេះហើយសូមបងប្អូនចូលរួមទស្សនាស្វែងយល់ជាមួយនឹងខ្ញុំដូចតទៅបាទហើយឥឡូវយើងកំពុងតែដំណើរឆ្ពោះទៅកាន់វត្តតលូងម្ដងបាទឥឡូវធ្វើដំណើរមកដល់វត្តតាគិណាសាគរតលូងហើយបងប្អូនបាទវត្តតាគិណាសាគរតលូងគឺមានទីតាំងគឺនៅភូមិតលូងបាទស្រុកវត្តសមុទ្របាទនឹងខេត្តប្រតាពេញខ្មែរក្រមយើងបាទគឺមានផ្លូវកាមេរគមបាទធ្វើដំណើរទៅមកបាទចំណែកគឺវត្តគឺដូចខាងក្នុងបាទមានកន្លងទ្វារបាទរត់ចូលទៅបរិវេណខាងក្នុងគឺប្រហែលជា200 ម៉ែត្របងប្អូនបាទឥឡូវនេះសូមបងប្អូនចូលរួមស្វែងយល់ក៏ដូចជាទស្សនាបន្ត